សិនជាអ្នកនរគ្នាជាអ្នកប្រើប្រាស់ដូចខ្ញុំអញ្ចឹងខ្ញុំប្រើ MacBook ផងទូរស័ព្ទផង tablet ផងកាស wireless ផងម៉ាស៊ីន game ផងនៅពេលដែលយើងត្រូវការសាកថ្មម្ដងវារៀងពិបាកព្រោះថាយើងប្រើដុំសាកផ្សេងគ្នាដូចអានេះដុំសាក iPhone អានេះដុំសាក MacBook បើសិនជាយើងយកអានេះយកទៅសាក MacBook ក៏វាអត់ត្រូវដែរព្រោះកម្លាំងវ៉ាត់វាទាបហើយពេលដែលយើងសាក accessory ផ្សេងយើងប្រើវាមានដុំសាកផ្សេងទៀតអញ្ចឹងទៅអញ្ចឹងអានេះគឺជាផលវិបាកមួយនៅពេលដែលព្រីភ្លើងរបស់យើងវាមានតែហ៊ុន2ហ៊ុន3យើងដោតបានតែ2ដុំសាកហ្នឹងគឺវាអស់កន្លែងសាកអញ្ចឹងហើយទើបនៅក្នុងវីដេអូនេះខ្ញុំចង់ណែនាំអ្នកនរគ្នាជាមួយនឹងដុំសាក Anker Nano Charger ល្បឿន130 W អានេះវា premium ហើយវាទំនើបមែនទែនដោយនៅលើដុំសាកហ្នឹងវាមានរុន USB-C ចំនួន4 USB-A 2ទៀតហើយល្បឿនសាកសរុបរបស់វាគឺ130 W តែអ្វីដែលពិសេសគឺវាមានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Active Shield 2.0 ដែលវានឹងធ្វើការតាមដានសេតនហភាពចំនួន3លានដងនៅក្នុងមួយថ្ងៃមានន័យថាទោះបីជាអ្នកនរគ្នាដាក់សាកទូរស័ព្ទឬក៏ laptop អីហ្នឹងដាក់សាកចោលមកយកតោភ្លឺក៏អត់បារម្ភរឿងឡើងកម្ដៅខ្លាំងឬក៏ធ្វើឲ្យប៉ះពាល់ដល់ថ្មទូរស័ព្ទរបស់យើងដែរអានេះគឺវាមានភាពឆ្លាតវៃហើយទំនើបមែនទែនអញ្ចឹងសម្រាប់ការសាកថ្មបើសិនជាយើងសាកតែមួយ device ឧទាហរណ៍ថាសាក MacBook រុនសាកទី1នេះវា support ដល់100 W រុនសាកទី2វា support ដល់65 W តែរុនសាក2ទៀតគឺល្បឿន20 W ចំណែក USB-A គឺល្បឿន12 W អញ្ចឹងនៅពេលដែលអ្នកនរគ្នាសាក6ឧបករណ៍នៅក្នុងពេលតែមួយវានឹងធ្វើការបែងចែកទៅឧទាហរណ៍ថា iPhone 17 Pro Max support 40 W វានឹងបញ្ជូនភ្លើងមក40 W តែបើសិនជា iPad support ល្បឿន20 W វានឹងបញ្ជូនភ្លើងមក20 W អានេះមិនបាច់ពិបាកយើងកំណត់ឬក៏យើងបារម្ភថាខ្លាចបុកភ្លើងចូលខ្លាំងទៅខូចទូរស័ព្ទយើងអីគឺមិនបាច់ទេដោយសារដុំសាកនេះវាឆ្លាតមែនទែនហើយចំពោះការ design គឺស្ដើងល្អគេធ្វើចេញស៊េរីថ្មីមកលើកនេះគឺស្ដើងល្អជាងមុនហើយ material របស់វាផ្នែកខាងលើនេះខ្ញុំស្ទាបទៅគឺដូច silicone ចឹងហើយចំណែក frame ជុំវិញអានេះវាដូចជាសារធាតុ aluminium ប៉ុន្តែមើលទៅវា premium មែនទែនដោយសារធាតុដែលគេផលិត laptop ចឹងបាទហើយសម្រាប់ខ្សែរបស់វាគឺវាមានប្រវែង1ម៉ែត្រកន្លះខ្សែដែលវែងអញ្ចឹងវាល្អត្រង់ថានៅពេលដែលតុយើងអង្គុយធ្វើការឆ្ងាយពីព្រីភ្លើងក៏យើងអត់បារម្ភដែរគេឲ្យឈ្មោះដុំសាកនេះថា station គឺបានន័យថាជាដុំសាកដែលយើងដាក់នៅលើតុអញ្ចឹងយើងដាក់នៅលើតុទៅតែខ្សែវាតចូលព្រីភ្លើងបាទវាអត់ឆ្ងាយពីដៃរបស់យើងបើមិនជាយើងប្រើដុំសាកធម្មតាដោតជាមួយនឹងព្រីភ្លើងហើយខ្សែមកបើមិនជាយើងអង្គុយឆ្ងាយពីព្រីភ្លើងគឺសាកអត់ដល់ទេពីខ្ញុំធ្លាប់ជួបបញ្ហាហ្នឹងវាមានអារម្មណ៍ថាវាទើសទាល់មែនទែនអញ្ចឹងបើមិនជាបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ជាមួយនឹងដុំសាក Anker Nano Station 130 W នេះអាចមករកទិញបាននៅហាង Nikkei តម្លៃពេញ$59ប៉ុន្តែឥឡូវហ្នឹងយើងមាន promotion ចុះនៅសល់តែ$49ទេមានការធានាត្រឹមត្រូវហើយ brand Anker បងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយគឺជា brand មួយដែលមានគុណភាពខ្ពស់ដែលមានការទទួលស្គាល់ជុំវិញពិភពលោកតែម្ដងហើយបើសិនជាឃើញវីដេអូខ្ញុំគឺដឹងហើយខ្ញុំជា fan brand Anker ហ្នឹងតែម្ដង accessory ខ្ញុំទាំងខ្សែសាកដុំសាក power bank ក៏ខ្ញុំប្រើតែ brand ហ្នឹងដែរអរគុណនៅក្នុងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀត